ញ័រសាច់តែម្ដងបីសាច់ក្រហមទេមិនដឹងជាយ៉ាងណាយ៉ាងណីទេលេងនៅក្នុង Premier League ទឹមតែឈ្នះគេបាទនៅក្នុងពានរង្វាន់ Europa League ហើយតែតម្រង់លេងនៅក្នុងពានរង្វាន់ English Premier League គឺចប់គ្មានវិចារទេបាទតង់ទី1យើងអត់និយាយទេបាទតង់ទី1គឺ0តែម្ដងបាទបើយើងនិយាយពីបាល់ ball possession បាល់គ្រប់គ្រងបាល់វិញគឺ Man U គ្រប់គ្រងបាល់បានច្រើននិយាយបានថាគ្រប់គ្រងបាល់បាន 60% Wolverhampton បានតែ 40% ទេក៏ប៉ុន្តែតង់ទី1គឺអត់សុទ្ធមួយជើងសោះហ្មងមិនដឹងថាតម្រង់លេងគេគ្រូប្រាប់មកថាមិនអោយសុទ្ធឬក៏កីឡាករគាត់មិនហ៊ានសុទ្ធខ្លួនឯងតែលេងបាល់អ្មិនទេលេងអត់សុទ្ធសោះអញ្ចឹងមកតង់ទី1អត់សុទ្ធសោះតែម្ដងខ្ញុំសូមសរសើរខ្ញុំនេះអត្ថាធិប្បាយផ្ទាល់តែម្ដងខ្ញុំនិយាយថាស្មុកស្មាញនិយាយពីមួម៉ៅរឿងខឹងខ្សែប្រយុទ្ធរ៉ាស្មោះហុយឡាន់ខ្ញុំមិនដែលឃើញខ្សែប្រយុទ្ធណាដែលជ្រីដូចបាយបបរយ៉ាងនេះទេបាទទុនណាស់បាទរ៉ាស្មោះហុយឡាន់និយាយឲ្យស្មោះត្រង់ទៅគឺនៅមានកម្រិតឆ្ងាយណាស់អត់អាចយកមកប្រៀបធៀបជាមួយនឹងអ្នកណាទាំងអស់នៅក្នុង Premier League គាត់ដូចជានៅក្មេងពេកទី1គាត់រកកន្លែងដែលថាគាត់ឈរសុទ្ធហ្នឹងណាទាំងឱកាសគេបង្កើតឲ្យគាត់គ្រាន់តែយកជើងទៅឈូសឲ្យវាចូលយកបាល់ហ្នឹងឲ្យវាចូលហ្នឹងគាត់ឈូសមិនត្រូវបាល់ផងចាប់ហើយបាទ Man U តម្រង់លេងនៅ Premier League នេះពិបាកភ្នែកមើលហ្មងបងប្អូនបាទអត់មានអ្វីច្រើនទេបាទអញ្ចឹង Man U ចាញ់ថ្ងៃនេះគឺស័ក្តិសមបំផុតហើយបាទដោយសារតែមួយជើងរបស់បាទ Pablo Sarabia របស់ Wolverhampton ហ្នឹងគឺមួយជើង free kick នេះគឺឆ្ងាញ់ណាស់បាទកងស្អាតខ្លាំងមែនទែនតែម្ដងអូនណាសង្គ្រោះមិនបានទេបាទអរគុណច្រើនគ្រប់លាប្រិយមិត្តយើងទាំងអស់គ្នា